Hi guys ខ្ញុំនាងអូកាលីអ្នកគ្នាមើលវីដេអូខ្ញុំដងទៀតហើយថ្ងៃនេះខ្ញុំមកផលភាព2នៃរឿងសាលាដែលត្រូវបិទដោយវគ្គនេះគេមានចំណងជើងថា Hunter Here I Come តោះកុំឲ្យខាត់ពេលយូរយើងចូលទៅទស្សនាសាច់រឿងពេញតែម្ដងទៅកាលពីភាគមុនខ្ញុំបានដឹងហើយថាមីកានកំពុងតែឈឹមមើលឡានរបស់ Hunter ដែលចាក់ចេញទៅចំណែកភាគទី2នេះគេកាត់មកមួយឆ្នាំក្រោយមកតែម្ដងចឹងកន្លងរយៈពេល1ឆ្នាំហើយទ្រូបានផ្ញើសម្បត្តិមួយមកជូនមីកានគឺមួយឆ្នាំគឺផ្ញើសម្បត្តិបានតែមួយទេចឹងហើយធ្វើឲ្យមីកានគឺអត់សក់ចិត្តទេគឺយំលោប្រាប់លោកតាគេអីចឹងទៅលោកតាគេកាន់មើលខ្ញុំតែងតែសរសេរសម្បត្តិទៅនាងរាល់ថ្ងៃខ្ញុំមិនអាចបន្តបែបនេះទៀតទេអូវាពិបាកណាស់កាលអញនៅក្មេងអញក៏ធ្លាប់ផ្សេងសម្បត្តិស្នេហាទៅកាន់មនុស្សស្រីផងដែរក៏លោកតាហ្មងនៅឆ្លៀតដុតចោលបានទៀតណាក្រោកឡើងមីកានតោះទៅជាមួយតា 1 2 3 4 5 6 7 8 8 7 6 5 4 3 2អត់សឹងនឹងជឿថាមីកានស្រឡាញ់មនុស្សស្រីណាគ្នាមូលហេតុដែលខ្ញុំដឹងគឺតារបស់មីកានអ្នកនិយាយពេលនោះមីកានបានដើរដល់ដើមឈើមួយរួចនាងក៏បានទាញសម្បត្តិរបស់ហាត់រូបបើកយកមកអានមួយឆ្នាំហាត់រូបផ្ញើបានតែសម្បត្តិមួយនឹងទេរយៈពេលនេះគឺក្តៅខ្លាំងណាស់គឺធ្វើឲ្យយើងហត់នឿយណាស់ដូចនេះយើងមិនបានទៅទេក្រោយពីអានសម្បត្តិចប់តមកមីកានបានបង្ហាញថានាងពិតជាអន់ចិត្តនឹងហាត់រូបខ្លាំងមែនតើដែលពីសម្ដីរបស់មីកានេះគឺមានន័យថាហាត់រូបក្មេងស្រីគ្មានបេះដូងរបៀបអញ្ចឹងណាគ្នាឆ្នាំមកហៅតុក្កតានឹងដែលគេកាត់ដល់ថ្ងៃស្អែកហើយហើយដូចយ៉ាងម៉ាន់និយាយចឹងថ្ងៃស្អែកឡើងហាត់រូបនាងបានទៅរៀនធម្មតាហើយមិត្តភក្តិរបស់ហាត់រូបក៏ចាប់ផ្ដើមនិយាយហើយមីកាណាចាប់ផ្ដើមសោកសៅនៅពេលដែលហាត់រូបចាក់ចេញទៅខ្ញុំលើថាហាត់រូបផ្សាយសម្បត្តិតែម្ដងទេក្នុងរយៈពេល1ឆ្នាំនេះខ្ញុំបានលើឪពុករបស់ខ្ញុំនិយាយថាប៉ារបស់ហាត់រូបបាននិយាយថាខ្ញុំរីករាយណាស់ដែលមានកូនប្រុសទីអាឡិចមិនមែនជាហាត់រូបAcademy គឺជាកន្លែងដែលហាត់រូបបានទៅនឹងឯងហាមសិនមិនឲ្យទៅជួបពុំដែររហូតដល់ពួកគេរៀនចប់ទៀតផងខ្ញុំគិតថាធ្វើអញ្ចឹងទៅវាដូចជាគុំអញ្ចឹងអ្នកគ្នាពេលមីកានលើគេនិយាយអញ្ចឹងហើយអ្នកគ្នាដល់ស្បាយថាហាត់រូបជាប់គុកឯណាសាហ្មងមើលទៅមកគេស្មៃឲ្យឡើងចង់យំនោះឯងគឺជាមូលហេតុដែលពុតរបស់ហាត់រូបប្រឆាំងនឹងរឿងនេះប៉ុន្តែខ្ញុំបានលើថាអាឡិចគឺជាទ្រព្យសម្បត្តិរបស់ជាតិតែលើពីនេះទៅទៀតគេបាននិយាយថាវាស្ថិតនៅលើកោះដីសយាដូចនេះទីរដ្ឋាភិបាលបង្កើតសាលាដើម្បីការពារការចាក់ចម្រិតដូចនេះមនុស្សនឹងមិនរកឃើញកន្លែងនោះទេឆ្ងល់នេះហើយអ្វីនឹងជាហាត់រូបតែទីនោះឥឡូវនេះខ្ញុំបានលើថាទីរដ្ឋាភិបាលបានឲ្យលុយអ្នកដែលរៀននៅទីនោះយ៉ាងច្រើនទៅផងហើយពេលនោះហាត់រូបលើហើយក៏យក5ទៅភ្លាមតិចបងអ្នកគ្នាកាំងទៅមកមីកានហ្មងអ្នកគ្នាមកគេសម័យទៅហាត់រូបបានខ្លាចជាអ្នកមានសិទ្ធិអីអើយអូខេឥឡូវនេះល្ងាចហើយសិស្សក៏បាននាំគ្នាចេញទៅផ្ទះផងដែរហើយល្ងាចនេះក៏ត្រូវជាមានរបស់ហាត់រូបជួយក្តារខៀនផងដែរមិត្តភក្តិរបស់នាងក៏បានលៀននាងទៅផ្ទះអញ្ចឹងទៅហើយសរបស់ហាត់រូបសិលក្តារខៀនហ្នឹងគឺមានន័យថាលុយមិនអាចទៅជាភ័ក្រមង្គលបានទេអ្នកបាននិយាយថាអ្នកអង្សាសម្បត្តិមកកាន់ខ្ញុំប៉ុន្តែអ្នកក៏ហក់អានមីកាណាហ្នឹងហើយបន្ទាប់មកមីកាក៏បានសម័យនៅពេលដែលនាងលេងមេហាត់រូបអញ្ចឹងណាមិត្តល្អរបស់ខ្ញុំបំផុតនៅលើលោកនេះគឺជាហាត់រូបអ្នកណាជាមិត្តរបស់ឯងមីកានៅពេលគេនិយាយអញ្ចឹងកាំងអស់យោបល់ហ្មងអ្នកគ្នាមើលទៅមីកាដូចស្រឡាញ់ហាត់រូបខ្លាំងដល់ហើយនេះអ្នកណាគឺជាមិត្តទី2របស់អ្នកគឺខ្ញុំមែនទេអាគេមិនចង់ឆ្លើយនៅសួរគេទៀតពេលនោះមីកាក៏ឈប់សម័យហើយគេយកមកមួយដល់គ្នាអាណិតមីកាដល់វានឹងអីទេចាប់ពេលនេះខ្ញុំនៅមកការមេថ្មីជាច្រើនជំនួសឯងវិញពេលនោះមីកាមិនលើការសន្ទនារវាងគ្រូនាយកនិងម្ដាយរបស់មីកាហើយនាងក៏ទទួលការលបស្ដាប់ផងដែរលោកគ្រូនាយកបានអរគុណទៅម្ដាយរបស់ហាត់រូដែលបានបរិច្ចាគធ្វើជាសប្បុរសធម៌មកដល់សាលារបស់ពួកគាត់ហើយម្ដាយរបស់ហាត់រូនិយាយថាវាមិនអីទេវាជាបំណងរបស់កូនស្រីគាត់កូនស្រីរបស់គាត់គឺស្រឡាញ់សាលានៅទីនោះខ្លាំងមែនទែនមានការគិតថាហាត់រូបគឺចង់ការពារនៅទីនេះតើដំបូងនាងយល់ច្រឡំថាហាត់រូបនឹងបោះបង់នាងថែមទាំងសាលាមួយនាងចោលទៀតផងដល់ពេលនាងគិតខុសខ្លួនឯងចឹងទៅនាងក៏ចាប់ផ្ដើមយំហើយក៏សម័យទៅដល់ពេលដែលនាងបានលេងជាមួយនឹងហាត់រូបទៀតឯងការសម័យរបស់នាងនឹងដែរនាងយំដោយសារតែហាត់រូបញាស់នាងពេកពីខានតែអ្នកយំដល់ពេលណាទៀតប៉ុន្តែអ្នកនិយាយថាមនុស្សដែលអ្នកចូលចិត្តជាងគេនៅលើពិភពលោកនេះគឺជាខ្លួនឯង
ការមានការស្បែកលើកមុនមានការបានសួរទៅហត្ថរុថាមិត្តរបស់ហត្ថរុហ្នឹងគឺជាណាគេហើយឥឡូវនេះគឺហត្ថរុបានឆ្លើយគឺជាខ្លួនឯងពេលចឹងទៅមិនមានការយល់មកអ្នកគ្នាមានការនិយាយពេកហត្ថរុគុំម្ដុំតកមកទៅ អ្នកកាន់តែអាក្រក់ 30% នៅពេលដែលអ្នកយំហីឯងមកនិយាយអីតែនៅពេលឯងញញឹមដែលហេតុផលខ្លះគឺវាធ្វើឲ្យយើងហ្នឹងអាចបំភ្លេចរឿងដែលយើងពិបាកចិត្តបានដូចនេះឯងញញឹមវាទៅគាត់ទៅហៅត្រង់នេះចឹងមានការក៏ចាប់ផ្ដើមញញឹមមកយំទៅកូនស្រីហ្នឹងគាត់ទៅគេសរសើរទីសាញញឹមដែរហើយពេលហ្នឹងគេរត់អោបហាត់ទ្រុទៀតហើយពេលហាត់ទ្រុបាយគេអត់ឲ្យអោបទេឆ្លាតទ្រុដែរមិនចេះចិត្តយំមានការមានការយំឯណោះបន្ទាប់មកមានការក៏ឆក់សម័យហើយនាងក៏ឆក់យំទៅព្រោះអីមានការអត់ឲ្យនាងយំឯងចឹងនាងត្រូវតែយំដើម្បីឲ្យមានការឃើញថានាងប្រតិរឿងមកនៅពេលយំហ្នឹងហាត់ទ្រុនាងក៏រៀបចំឆាកចេញពីលោកតារបស់នាងដើម្បីទៅស្វែងរកហាត់ទ្រុយំទៅលួចចេញពីផ្ទះនៅពេលដែលតានាងដេកលក់ហើយតារបស់នាងដេកហូរទឹកមាត់ទៀតឡើងកំប្លែងមកណាពេលណាសម្បត្តិឲ្យលោកតារបស់នាងរួចនាងក៏បានបញ្ញាបញ្ញាចេញពីផ្ទះនេះពេលលោកតានាងភ្ញាក់មកនាងលែងបានទៅពេលនៅដើរតាមផ្លូវនាងក៏បាននិយាយសុំទោសលោកតាហើយបាននិយាយថាសុំទោសលោកតាខ្ញុំត្រូវតែរកហាត់ទ្រុឲ្យខេងរបៀបថាគេនឹកហាត់ទ្រុខ្លាំងសុខចិត្តរត់ចោលតាគេទីមានការនឹងកំពូមនុស្សហ្មងហើយគេបានបញ្ញាថាទោះយ៉ាងណាក៏ដោយក៏គេត្រូវតែហាត់ទ្រុឲ្យខេងដែរខ្ញុំសូមសរសើររបស់មីកានហ្មងហ៊ានជិះឡានមកម្នាក់ឯងទៀតបើខ្ញុំអត់ហ៊ានហ្មងគឺមីកានហ្នឹងគឺជិះពីជនបទមកទីក្រុងណាអ្នកគ្នាចាំមើលតើតានាងភ្ញាក់ឡើងដឹងមាន reaction មកយ៉ាងអូចៅស្រីរបស់ខ្ញុំរត់បាត់ហើយតើមានអ្វីនៅក្នុងនេះថាមែនតារបស់មីកានគឺខ្លាំងនឹងចៅស្រីរបស់គាត់ហើយចៅស្រីរបស់គាត់នេះកំពុងតែសប្បាយនៅទីក្រុងខ្ញុំបាននិយាយថាវ៉ាវទីក្រុងពិតជាធំខ្លាំងណាស់ខ្ញុំមិនអាចឃើញវាពីមុនមកទេហើយនាងក៏បានធ្វើការរត់ទៅកន្លែងសាលាមួយដែលមានឈ្មោះថាអាលីនឹងឯងដែលមិត្តភក្តិនាងច្រឡំថាសាលានឹងគឺជាគុកជាអីអញ្ញាដល់កយហើយសាលានឹងក៏មិនងាយចូលបានងាយដែរគេមានអ្នកយាមទ្វារយាមអីគេធ្វើត្រូវលោកពូខ្ញុំចូលតែខ្ញុំត្រូវទៅហៅមិត្តរបស់ខ្ញុំអត់ទេឯងមិនអាចចូលបានទេគណៈពេលនោះដែរមានឡានមួយគ្រឿងបានជប់នៅមុខសាលារៀនអាលីហើយមានបរិបទពីរនាក់ចាប់ពីលើឡានរួចក៏បាននិយាយទៅកាន់មីកានថាហេក្មេងតូចពួកយើងអាចជួយឯងចូលទៅខាងក្នុងសាលាបានជាការពិតអត់ត្រូវហើយគ្រាន់តែមកជាមួយពួកយើងមកព្រោះអីមានច្រកចូលនៅខាងក្រោយចូលព្រមតោះយើងទៅក្រោយមីកាននិយាយអញ្ចឹងរួចមីកានក៏ដើររកចូលតាមបរិបទពីរនាក់នោះចឹងទៅហើយបរិបទពីរនាក់នោះក៏ស្វាគមន៍ស្រាប់តែមានបរិបទម្នាក់បានឆ្លៃហៅពួកគេឈប់សុំទោសដែលរំខានពួកឯងប៉ុន្តែតើពួកឯងនឹងយកកូនឆ្មាតូចនេះទៅណាប្រាប់ខ្ញុំបានទេនេះឯងគឺជានរណាខ្ញុំមែនខ្ញុំគឺជាគ្រូបង្រៀននៅសាលារៀន Ali Academy គ្មានវិធីដែលគាត់ជាគ្រូបង្រៀនទេពេលនោះលោកគ្រូបានដើរទៅចិត្តហើយគាត់បាននិយាយថាពួកឯងទាំងពីរនេះមិនគួរនិយាយកុហកទេពួកយើងហ្នឹងឯងពួកយើងនឹងចាប់ជំរិតក្មេងស្រីនេះពួកយើងគឺធ្វើវាសម្រាប់ការបង់ប្រាក់កាលពីអ្នកនោះនិយាយចាប់ហើយពេលអ្នកនោះក៏បានបើកឡានចេញទៅជុំទៅខ្លាចលោកគ្រូយ៉ាងដែរហ្នឹងហើយមីកានវិញឡើងស្រឡាំងកាំងហ្មងពេលនោះលោកគ្រូបាននិយាយដាក់មីកានថាក្មេងតូចឯងក៏គួរតែទៅឥឡូវនេះដែរខ្ញុំដឹងហើយថាអ្នកគឺជាណាអ្នកគឺជាខ្ទើស្អីចេះអានលោកគ្រូដល់ហើយសុំមីកានចាត់ទៅលោកគ្រូខ្ទើយអញ្ចឹងឈ្មោះរបស់ឯងគឺមីកានសាការ៉ាឯងមកទីនេះគ្រាន់តែចង់រកមើលឯងមែនទេត្រូវខ្ញុំសុំតបផងមិននេះអ្នកបានជួយសង្កត់ខ្ញុំពីការចុចចម្រិតតែខ្ញុំបានហៅអ្នកថាខ្ទើយមីកានមើលលោកគ្រូមិនចេញខ្ទើយអ្នកគ្នាមើលឡើងចេញតោះនេះតែឯងមានអារម្មណ៍យ៉ាងណានៅពេលនោះតែឯងមានអារម្មណ៍ចម្លែកទេមែនខ្ញុំគ្មានអារម្មណ៍អ្វីតើទេសោះប៉ុន្តែខ្ញុំបានប្រោមណៃរបស់ខ្ញុំនៅពេលនោះនាងហាក់បីដូចជាគ្មានអារម្មណ៍ប៉ះពាល់អ្វីទាំងអស់ក្មេងតូចតែឯងពិតជាចង់ទៅសាលា Ali Academy មែនទេខ្ញុំត្រូវហើយខ្ញុំនឹងអនុញ្ញាតឲ្យឯងចុះឈ្មោះចូលរៀនក៏ប៉ុន្តែក៏មានការធ្វើតែដែរប៉ុន្តែខ្ញុំគិតថាឯងនឹងអាចធ្វើវាបានពិត
ទេប៉ុន្តែខ្ញុំមិនជាមនុស្សពូកែអ្វីនោះទេ សាឡារណាលីមិនមែនមានន័យបែបហ្នឹងទេគឺមានន័យថាអំណោយដែលបានមកពីធម្មជាតិតែឯងយល់ទេ នេះខ្ញុំក៏មានអំណោយដែលកើតឡើងពីធម្មជាតិដែរមែន ប្រហែលជាប្រៃ ប៉ុន្តែតើលោកអាចបង្ហាញខ្ញុំបានទេហើយបង្ហាញខ្ញុំនៅពេលណាដែរ បានខ្ញុំនឹងផ្ដល់ការណែនាំទៅឲ្យឯង ហើយពីពេលនេះក៏ចប់ត្រឹមតែប៉ុណ្ណឹងដែរបើសិនជាអ្នកគ្នាជាមួយហេតុបីអ្នកគ្នាកុំភ្លេចជួយចុច Subscribe និង Share ក៏ដោយខ្ញុំដាក់មួយប៉ុណ្ណាដើម្បីមានកម្លាំងចិត្តខ្ញុំធ្វើវីដេអូបន្តអ្នកគ្នាមើលខ្ញុំគិតថាខ្ញុំប្រហែលជាភ្ជាប់សម្លេងអត់ល្អទេតែខ្ញុំនឹងខំប្រាប់ភ្ជាប់សម្លេងឲ្យអ្នកគ្នាស្រួលស្ដាប់ជាងមុនអរគុណអញ្ញងសំសាមីដា